រូបដែលបាទទើបតែឡើងឈ្មោះថ្មីបាទថ្មីនេះឯងហើយបាទហើយថ្ងៃនេះទៅវគ្គបន្តល្អណាស់នៅខេអេលោកគ្រូខ្ញុំចង់សួរបន្តិចតើតើនឹងចំណាប់អារម្មណ៍របស់លោកគ្រូតើតើនឹងការប្រកួតរបស់ឌីមសារុំនិងពេជ្រសង្ហៈមុនការប្រកួតលោកគ្រូយល់យ៉ាងណាដែរចំពោះចំនួនអ្នកទាំងពីរនេះបាទសមហើយគូនេះគុណសមនឹងជួបគ្នាក៏ពេជ្រសង្ហៈក៏កំពុងឡើងល្អបាទកាលពីមុនប្រកួតនឹងមហាជនគុណខ្មែរសឹងតែមកប្រទេសទៅហើយដែលគេដាក់ទំនុកចិត្តទៅលើផាន់សង្ហៈប៉ុន្តែសម្រាប់លោកគ្រូផ្ទាល់យល់យ៉ាងណាដែរសម្រាប់សិស្សផ្ទាល់ខ្លួនឯងបាទគ្រូក៏ពេជ្រសង្ហៈគាត់ល្អហើយបងប្អូនយើងក៏ស្គាល់គាត់ច្រើនគាត់ថាគាត់កម្រិតណាគាត់វាយយ៉ាងណាល្អដឹងថាគាត់ល្អខ្ញុំដឹងទៅស្គាល់គាត់នៅក៏ប្រាប់កូនសិស្សហើយឲ្យប្រយ័ត្នដែរខ្ញុំក៏ដឹងថាគាត់ល្អដែរតែខ្ញុំក៏សប្បាយចិត្តដែលបានកូនសិស្សខ្ញុំសរុបនឹងទៅវាយនឹងគាត់ខ្ញុំក៏សប្បាយចិត្តដែរបាទមុននឹងការប្រកួតលោកគ្រូបរៀនយុទ្ធសាស្ត្រក៏ដូចជាតិចនិចនៃការប្រកួតលើសង្វៀនយ៉ាងណាដែរលោកគ្រូបាទក៏បរៀនតិចនិចចង្វាក់យើងនឹងគីដើមឲ្យគេមកវាយយើងហើយមកវាយយើងប៉ុណ្ណឹងថាដល់យើងវាយគេគឺអពេលលៀនគេមកវាយយើងហ្នឹងគេយើងអត់ផុតទេប៉ុណ្ណឹងយើងរកចង្វាក់ឲ្យបានបាទចាញ់ទៅមិនតែគេមិនខុសទេគឺបានដូចហ្វឹកហាត់មកបាទមើលឃើញថាដូចទឹក1ទឹក2អីឌីមសរុំគាត់អត់សូវប្រើផ្លែកែងដូចជាទឹក1លោកគ្រូណាគាត់អត់ទាន់លេងកែងទេលោកគ្រូផ្ដល់យុទ្ធសាស្ត្រយ៉ាងណាបានឃើញនៅពេលទឹក2ទឹក3ឌីមសរុំចាប់ផ្ដើមឃុំទល់ដៃវាយកែងអាហ្នឹងលោកគ្រូបង្ហាញយុទ្ធសាស្ត្របែបណាដែរលោកគ្រូក៏ប្រាប់គាត់ថាឲ្យគាត់ថាកុំភ្លេចកែណាថាយើងហាត់បោក៏តបហ្វឹកហាត់ក៏ហ្វឹកហាត់ទៅត្រៀមតួទុកឲ្យហើយថាពេលតែគាត់មកអញ្ចឹងហើយយើងត្រៀមអាវុធទៅតែទឹកមួយក៏ភ្លេចគាត់ភៀងអញ្ចឹងណាគាត់នួទឹកមួយគាត់នៅភៀងនៅផ្អល់អញ្ចឹងណាតែអាវុធផងបងពេជ្រសង្ហៈដែរតែគាត់ភ្លេចចង្វាក់เลยខ្វះខាតអត់បានចាញ់អាវុធតែបានចាញ់កែងអញ្ចឹងណាទឹកពីរមកគូបានប្រាប់ថាយើងហាត់មកបែបណាต้องបែបហ្នឹងយើងហាត់តែគេវាយដៃមកយើងទៅវាយបែបណាតែគ្រូហាត់ឲ្យហើយយើងទុកហាត់ការពារហាត់ត្រៀមទុកហើយតែនេះកុំភ្លេចក៏ប្រាប់ឲ្យកុំភ្លេចគាត់ធ្វើបានក្រោយប្រកួតបាទហើយដោយសារតែបែកធំពេកទៅឈាមខ្លាំងផងពេទ្យប្រឈប់តែគូនេះប៉ះសិនបាទចាប់5ទឹកលោកគ្រូនៅតែមានសង្ឃឹមឬយ៉ាងណាលោកគ្រូបាទនៅមានសង្ឃឹមបាទមានសង្ឃឹមថាបងដើមត្រឹមនឹងធ្វើបានល្អជាងនេះទៀតបាទព្រោះមានយើងត្រៀមទូច្រើនក្បាច់ដែរថាត្រៀមទូតែតែចាញ់ហ្នឹងឃើញមាន2 3បណ្ណា2តែត្រៀមទូមានចាញ់2ណាបាទទូមានច្រើនជាងហ្នឹងបាទលោកគ្រូថាពិតជាទំនុកចិត្តប៉ះសិនបើអ្នកទាំងពីរតទល់5ទឹកពេញក៏ឌីមសរុំនៅតែអាចឈ្នះលោកគ្រូអាចនិយាយប្រាប់បន្តិចបានទេថាតើចំណុចណាខ្លះតើតើនឹង3ទឹកកន្លងមកហ្នឹងដែលលោកគ្រូយល់ថាអាចឈ្នះពេជ្រសង្ហៈរួចទៅហើយឌីមសរុំចាញ់អាវុធបានចំត្រូវគោដៅហើយចាញ់អាវុធចំគោដៅហើយគាត់មានអាការដូលផងចូលដៃយើងមិនគាត់ដូលចាបាទចង្វាក់គាត់ចូលមករយយើងគាត់ចូលដៃយើងច្បាស់ច្រើនបាទមួយទៀតលោកគ្រូតកតងនឹងកម្មវិធីនេះទាំងមូលតែម្ដងនៅក្នុង page ទឹកពិសាកម្ពុជាមិនត្រឹមជាង22ម៉ោងមានអ្នកទស្សនារហូតដល់13លានអ្នកលោកគ្រូយល់ឃើញយ៉ាងណាដែរសម្រាប់ការទស្សនាមួយនេះសប្បាយចិត្តលឺអញ្ចឹងគូសប្បាយចិត្តដែរអង្គុយចិត្តបាទបងប្អូនយើងឲ្យយកចិត្តទុកដាក់ឲ្យយកចូលចិត្តបាទកម្មវិធីហ្នឹងណាបាទគូនេះអាចនិយាយបានថាជាព្រឹត្តិការណ៍ដ៏កក្រើកមួយហើយពួកគាត់ធ្វើបានល្អមែនទែនសម្រាប់ការយកឈ្នះផាន់សង្ហៈលើកនេះលោកគ្រូចាត់ទុកថាឌីមសរុំជាកម្រិតណាដែរឡើយជាកីឡាករកម្រិតណាដែរឡើយបាទម្លងហ្នឹងតាមពិតទៅបងលោកឌីមសរុំគាត់ចេះគាត់ฝึกហាត់មកតែពីទុយដែរតែពិតមិនមែនគាត់តែចេះមកថ្មីហើយមួយមុខគាត់ក្មេងចឹងណាតែមិនមែនគាត់ខ្ចីទេវាលេងហ្នឹងគាត់ថាគាត់ជួបបានហើយគីឡូប៉ាន់គ្នាជួបបានបាទអញ្ចឹងអាចនិយាយបានថាបច្ចុប្បន្នឌីមសរុំជាលំដាប់51មួយរូបដែរដែលបាទទើបតែឡើងឈ្មោះថ្មីថ្មីនេះឯងហើយទៅវគ្គបន្តទៀតទៅកម្រិតបន្តទៀតឌីមសរុំមានដំណឹងថាប៉ះអ្នកណាបន្តទៀតនៅលោកគ្រូ
អត់ដឹងច្បាស់ណាបាទដឹងថាមានព្រីមហើយខែក្រោយបាទអូខែក្រោយនឹងមានការប្រកួតបន្តចុងក្រោយលោកគ្រូមានអី5ផ្ញើទៅកាន់អ្នកគ្រប់គ្រងក៏ដូចជាការរៀបឲ្យទាំងសុកធីទាំងឌីមសរុំនៅក្នុងការប្រកួតថ្ងៃមុននេះលោកគ្រូបាទខ្ញុំក៏សូមអរគុណបងប្អូនដែលថាជួយគ្រប់គ្រងបាទឲ្យកម្លាំងចិត្តបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទក៏